Bạn sẽ đây bong bongនៅក្នុងក្រុមនឹងបងបងដែលមានបំណងចង់ចិញ្ចឹមមាន់ណាមានបងបងគាត់បានលើកជាសំណួរមកហេតុទៅណាតើការចិញ្ចឹមមាន់យកពងលក់យកកូនលក់ឬក៏ចិញ្ចឹមយកសាច់ហ្នឹងតើមួយណាដែលមានភាពងាយស្រួលក្នុងការចិញ្ចឹមហើយនឹងផលចំណេញបានច្រើនជាងណាសំខាន់ខ្ញុំលើកយកគោលបំណងខ្លះសំខាន់បងទាំងអស់គ្នាត្រូវមានគោលដៅថាបងចង់ផលិតមួយណាមុននឹងបងសម្រេចចិត្តទៅក្នុងការធ្វើបងអាចវិភាគទៅតាមការគិតរបស់បងរៀងខ្លួនណានេះខ្ញុំគ្រាន់តែជាលើកឧទាហរណ៍ហើយនឹងជាបទពិសោធន៍សម្រាប់ការចិញ្ចឹមរបស់ខ្ញុំហើយនឹងការវិភាគរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងការវិភាគពេលខ្លះវាមិនមែនត្រឹមត្រូវទាំងអស់ហើយវាអាចលៀងខុសគ្នាតិចបន្តួចទៅណាឥឡូវខ្ញុំឧទាហរណ៍សម្រាប់ការចិញ្ចឹមមាន់មេ100ក្បាលបា10ក្បាលនេះការចំណាយទៅលើចំណីមេបាក្នុងមួយថ្ងៃជាធម្មតាមេបារបស់យើងគឺស៊ីចំណីចំនួន1ខាំអញ្ចឹងមាន់មេបារបស់យើងមានចំនួន110ក្បាលអញ្ចឹងយើងស៊ីក្នុងមួយថ្ងៃគឺអស់11គីឡូអញ្ចឹងជាធម្មតាក្នុង11គីឡូនេះគឺយើងគុណទៅនឹង30ថ្ងៃដើម្បីចង់ដឹងចំនួនមួយខែអញ្ចឹងចំនួននេះគឺ330គីឡូនេះក្នុងរយៈពេលមួយខែហើយក្នុង1គីឡូចំណីរបស់យើងអានេះខ្ញុំសិក្សាពីចំណីនៅតំបន់របស់ខ្ញុំអញ្ចឹងពេលខ្លះតម្លៃវាអាចខុសគ្នាទៅតាមតំបន់របស់បងប្អូនទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងក្នុង1គីឡូតម្លៃចំណីមេមាន់ពងរបស់ខ្ញុំនេះគឺតម្លៃ1700អានេះគឺខ្ញុំវិភាគនេះគឺខ្ញុំនិយាយតែការឲ្យស៊ីចំណីសុទ្ធទេអញ្ចឹងយើងគុណទៅនឹង330គីឡូគឺគុណនឹង1700មកគឺយើងអស់561,1000ក្នុងមួយខែអានេះយើងចំណាយទៅលើចំណីសុទ្ធទៅលើមេបាហើយសម្រាប់ចំណាយទៅលើថ្នាំនិងថ្នាំការពារណាគឺយើងក្នុងមាន់110ក្បាលហ្នឹងគឺយើងជាមធ្យមយើងអាចចាយអស់40000រៀលអញ្ចឹងសរុបការចំណាយទៅលើចំណីចំណាយទៅលើថ្នាំការពារហ្នឹងគឺសរុបមេមាន់110ក្បាលនេះគឺយើងចំណាយអស់ប្រហែលជា60,000ក្នុងមួយខែអញ្ចឹងនៅពេលដែលយើងចំណាយទៅលើមេមាន់ហ្នឹង60,000ក្នុងមួយខែតើយើងបានបើសិនជាយើងចិញ្ចឹមមេបាលក់ពងតើយើងចំណេញបានប្រមាណនេះយើងសិក្សាពីការចំណូលពីការលក់ពងមាន់អញ្ចឹងជាមធ្យមមេមាន់100ខ្ញុំគិតជាមធ្យមណាអញ្ចឹងយើងគិតថាត្រឹមតែ30%បាននៅក្នុងមួយថ្ងៃអញ្ចឹងបើសិនជាមួយថ្ងៃពងបាន30%គុណនឹង30ថ្ងៃអញ្ចឹងជាធម្មតាពងមាន់របស់យើងគឺបាន900គ្រាប់ហើយពងមាន់ក្នុងមួយគ្រាប់យើងអាចលក់នេះសម្រាប់ពងមាន់យកទៅភ្ញាស់ណាអញ្ចឹងក្នុងមួយគ្រាប់គឺតម្លៃ1500អញ្ចឹងយើងគុណទៅនឹងចំនួន900គ្រាប់នេះគឺយើងបាន1,35,000ក្នុងការលក់ពងក្នុងមួយខែប៉ុន្តែយើងលក់ពងភ្ញាស់នេះគឺយើងត្រូវប្រកាសថានេះធានាមេជីវិត70%ឡើងលើបានយើងអាចលក់ក្នុងតម្លៃប៉ុណ្ណឹងបានណាប៉ុន្តែបើសិនជាការធ្វើភាគរយក្រមហ្នឹងគឺយើងមិនអាចលក់ពងមាន់តម្លៃប៉ុណ្ណឹងបានទេអានេះខ្ញុំគ្រាន់តែសិក្សាពីការចិញ្ចឹមមេមាន់100ហើយចិញ្ចឹមលក់ចេញជាពងភ្ញាស់ហើយករណីទី2នេះគឺយើងសិក្សាពីការចំណូលចិញ្ចឹមមេមាន់ដូចគ្នាប៉ុន្តែយើងលក់កូនមាន់អាយុ2ថ្ងៃហើយសម្រាប់កូនមាន់អាយុ2ថ្ងៃនេះគឺយើងលក់តម្លៃ3300ក្នុងមួយក្បាលអានេះគឺជាតម្លៃខាងខ្ញុំអ្នកលក់អញ្ចឹងហើយការសិក្សានេះគឺខ្ញុំសិក្សាពីកន្លែងខ្ញុំជាក់ស្ដែងណាអញ្ចឹងយើងជាមធ្យមពងរបស់យើងគឺ30%ដដែលអញ្ចឹងជាធម្មតាក្នុងមួយខែយើងពងបាន900គ្រាប់ដូចគ្នាខាងលើអញ្ចឹងជាធម្មតាពងអង្គកណាតយើងគិតថាឥឡូវយើងយក70%អញ្ចឹងពងដែលល្អគឺបានតែ630គ្រាប់ទេពងដែលមានមេជីវិតណាហើយ270គ្រាប់នេះគឺពងមាន់យើងអត់មានមេជីវិតទេប៉ុន្តែពងមាន់អត់មានមេជីវិតនេះក៏ខាងខ្ញុំលក់បានដែរទៅណានេះយើងសិក្សាបន្ថែមទៀតនៅពេលដែលពងនេះនៅពេលដែលវាញាស់ណានៅជាធម្មតានៅពេលដែលវាញាស់វាអាចខូច10%ទៅ15%ទៀតអញ្ចឹងយើងគិតថា10%អាហ្នឹងអាស្រ័យទៅលើទូភ្ញាស់របស់យើងហើយនឹងការថែទាំទូការថែទាំអីផ្សេងព្រោះយើងសិក្សាពីដំបូងគឺការអង្គកណាត់70%អញ្ចឹងការអង្គកណាត់70%គឺយើងបាន
630 គ្រាប់អញ្ចឹងយើងគុណខាត 10% អាខូច10% អញ្ចឹងក្នុងពងខូចនេះគឺយើងអស់63 គ្រាប់ហើយបើសិនជាយើងគិតជាវាញាស់ទៅជាកូនវិញបាន567 កូនអញ្ចឹងក្នុងពងយើង900 គ្រាប់យើងញាស់បានជាកូនមន់គឺបានតែប៉ុណ្ណេះទេហើយក្នុងកូនមន់មួយក្បាលតម្លៃ3300អញ្ចឹងបើសិនជាយើងគិតថាកូនមន់របស់យើង3300គុណទៅនឹង566 67 ក្បាលគឺយើងលក់បានតម្លៃប៉ុណ្នេះ1,87,000ក្នុងមួយខែលក់កូនមន់ណាហើយសម្រាប់ពងអត់កកណើតខាងខ្ញុំក៏លក់បានដែរលក់បាន500ក្នុងមួយគ្រាប់អញ្ចឹងយើងគុណមកវាបាន 135,000 ទៀតអញ្ចឹងយើងសរុបថាពីការលក់កូនហើយនឹងលក់ពងអត់កកណើតយើងបានចំណូលពីការធ្វើចិញ្ចឹមមេបាភ្ញាស់កូនលក់គឺយើងចំណេញបានឲ្យចាំថាចំណូលរបស់យើងគឺបាន2លានប៉ុន្តែនៅពេលដែលយើងភ្ញាស់គឺយើងចំណាយទៅលើភ្លើងបន្ថែមទៀតបើសិនជាយើងលក់ពងមន់ជាក់ស្ដែងគឺយើងអត់ចំណាយទៅលើភ្លើងទេប៉ុន្តែបើសិនជាយើងភ្ញាស់តែយើងចំណាយទៅលើភ្លើងប្រហែលជា150,000សម្រាប់ការដាក់ទូភ្ញាស់ណាអញ្ចឹងបងប្អូនអាចទាំងអស់គ្នាអាចគុណគូចែកដល់ខ្លួនឯងតើធ្វើមួយណាដែលមានផលចំណេញអានេះខ្ញុំគិតតែរឿងផលវិជ្ជមាននេះខ្ញុំអត់គិតរឿងអវិជ្ជមានព្រោះធម្មតាការធ្វើវាអាចមានការប្រែប្រួលហើយខ្លះវាមិនអាចដូចអ្វីដែលយើងធ្វើទេព្រោះនេះយើងគុណគូតែផលវិជ្ជមានទេផលអវិជ្ជមានគឺយើងអត់គុណទេហើយឥឡូវនេះយើងសិក្សាពីការលក់ពងមន់លក់កូនមន់គឺយើងបានចំណូលប៉ុណ្ណេះអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចិញ្ចឹមមេដដែលឬគឺយើងថាឥឡូវយើងអត់ចិញ្ចឹមមេទេយើងចង់យកអាកូនមន់567 ក្បាលហ្នឹងយើងទិញកូនមន់667 ក្បាលហ្នឹងយកមកចិញ្ចឹមជាសាច់វិញនេះអញ្ចឹងបើសិនជាយើងថាតើការចំណាយមន់សាច់567 ក្បាលនេះវាអស់ប្រមាណទី1យើងចំណាយទៅលើការថែទាំកូនមន់ប្រហែលភ្លើងណាប្រហែលជា20,000ថ្នាំនិងវ៉ាក់សាំងការពារក្នុងមួយក្បាលយើងគិតថាប្រហែលជា 1000 រៀលក្នុងការចំណាយរហូតដល់លក់អញ្ចឹងជាធម្មតាយើងចំណាយមន់567 ក្បាលនេះជាធម្មតាយើងចំណាយអស់ប្រហែលជា56,000ជាងនិយាយទៅណាអាហ្នឹងសម្រាប់លើវ៉ាក់សាំងទៅលើថ្នាំការពារបន្ទាប់មកទៀតគឺយើងចំណាយទៅលើចំណីរយៈពេល3ខែកន្លះទៅ4ខែអស់ប្រហែលជា4គីឡូក្នុងមួយក្បាលណាអញ្ចឹងជាធម្មតានេះយើងយកចំនួនមន់របស់យើងនេះមក567 ក្បាលគុណទៅនឹង4គីឡូនិយាយទៅការស៊ីនេះបើខ្ញុំនិយាយទៅក៏វាអត់សក្រិតអត់ច្បាស់លាស់ដែរវាគ្រាន់តែជាចំនួនប្រហែលទេអញ្ចឹងយើងអស់2268 គីឡូរហូតដល់មន់យើងលក់ណានេះហើយជាធម្មតាមន់ឲ្យចំណីដែលខ្ញុំឲ្យស៊ីនេះក្នុង1គីឡូវាអស់2000អញ្ចឹងយើងគុណជាចំនួនតម្លៃទៅវាអស់ប្រហែលជា4លានកន្លះចំណាយទៅលើចំណីណាហើយសម្រាប់នេះគឺខ្ញុំបូកសរុបបន្ថែមនេះចំណាយសរុបទី1ចំណាយទៅលើកូនមន់ទី2ចំណាយទៅលើភ្លើងទី3ចំណាយទៅលើថ្នាំនិងវ៉ាក់សាំងទី4ចំណាយទៅលើចំណីអញ្ចឹងយើងសរុបមកការចំណាយរបស់យើងគឺអស់7លានជាងអញ្ចឹងបើសិនជាយើងចំណាយនេះអស់7លានអញ្ចឹងនេះចំណូលពីការលក់មន់សាច់វិញអញ្ចឹងយើងចំរយៈពេល3ខែកន្លះទៅ4ខែបានលក់អញ្ចឹងខ្ញុំកាត់ងាប់15% អាហ្នឹងបើសិនជាយើងកណីបើសិនជាយើងចំរស់បានច្រើនអាហ្នឹងយើងក៏ចំណេញបានច្រើនបើសិនជាអានេះខ្ញុំគុណងាប់15% ណាអញ្ចឹងជាធម្មតានេះមន់យើង567 ក្បាលនេះឲ្យយើងនៅសល់តែ15% ទេអញ្ចឹងយើងនៅសល់ចំនួនមន់របស់យើង482 ក្បាលរស់ណាហើយជាមធ្យមមន់យើងអាយុ3ខែកន្លះទៅ4ខែនេះគីឡូអាចចន្លោះពី1គីឡូ3ទៅ1គីឡូកន្លះហើយយើងយកជាមធ្យមមកយើងចាច់ជា2មកគឺបាន1គីឡូ4គុណនឹងចំនួនមន់របស់យើង482 ក្បាលយើងឃើញ674 គីឡូហើយជាធម្មតាខ្ញុំសិក្សាយកតម្លៃទៀតនិយាយទៅណាយកតម្លៃ1គីឡូ16,000 រៀលអញ្ចឹងយើងលក់មន់482 ក្បាលនេះគឺយើងបាន10,78,000ក្នុងរយៈពេល3ខែកន្លះទៅ4ខែនេះដល់ពេលដែលយើងផ
ផាត់ចំណេញមកគឺយើងនៅសល់តែ3លាន60ម៉ឺនទេក្នុងការចិញ្ចឹមមាន់ប្រហែល500ក្បាលនេះរយៈពេល3ខែទៅ4ខែអញ្ចឹងដូចខ្ញុំពិភាក្សាអញ្ចឹងការនិយាយពេលខ្លះវាអាចលំអៀងខុសគ្នាតិចតួចអញ្ចឹងបងទាំងអស់គ្នាគួរពិចារណាមើលខ្លួនឯងទៅគិតថាការចិញ្ចឹមមាន់មួយណាដែលគិតថាវាងាយស្រួលហើយវាមានផលចំណេញច្រើនសម្រាប់បងប្អូនអរគ្នាហើយការវិភាគទាំងអស់នេះគឺអាស្រ័យទៅលើបងប្អូនអរគ្នាទី1គឺគុណភាពរបស់យើងគុណភាពផលិតផលរបស់យើងវាមានគុណភាពទី2ត្រូវមានទំនាក់ទំនងជាមួយគ្នាឲ្យបានច្រើនមិនថាអ្នកចិញ្ចឹមឬក៏ទីផ្សារព្រោះដោយសារតែឥឡូវការធ្វើទីផ្សារវាមានការទូលំទូលាយជាងមុនវាអត់ដូចមុនទេអញ្ចឹងយើងធ្វើទីផ្សារក៏មានការទូលំទូលាយច្រើនអញ្ចឹងបងទាំងអស់គ្នាត្រូវមានបច្ចេកទេសក្នុងការថែទាំគុណភាពមាន់ល្អធ្វើទីផ្សារបានល្អបានអាចទទួលលទ្ធផលបែបនេះណាអញ្ចឹងដោយសារក្នុងវីដេអូនេះខ្ញុំនិយាយរៀងវែងតិចហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនជាមានបញ្ហាឬក៏មានចម្ងល់អីអាចសួរបន្ថែមទៀតមកទៅណា